សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីផ្ទះលក្ខណៈគ្រួសាររស់នៅសហរដ្ឋអាមេរិកណាអញ្ចឹងនៅនេះគឺគេសាងសង់ហ្នឹងបែបជាលំនៅឋានអត់មានសម្រាប់លក់ដូរអីទេគឺសម្រាប់បានតែរស់នៅទេហើយផ្ទះណាក៏មានឡានដែរព្រោះថារៀងឆ្ងាយពីកន្លែងទៅធ្វើការទៅអីចឹងត្រូវការឡានធ្វើដំណើរជាចាំបាច់ផ្ទះដែលខ្ញុំបង្ហាញនេះគឺមាន4បន្ទប់ហើយមានបន្ទប់ទឹកចំនួន3អញ្ចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងផ្ទះអញ្ចឹងសោនេះគឺសោចូលផ្ទះហើយក៏មាន2ជាន់សម្រាប់នៅក្នុងផ្ទះនេះក៏មានក្រាស់ឡាននេះក្រាស់សម្រាប់ដាក់ឡាននៅក្នុងនេះដាក់ឡានបាន2ហើយនៅក្រៅនៅឡានលើពី2ហ្នឹងក៏ទុកនៅក្រៅអញ្ចឹងទៅអត់មានបាត់តាណាទេអញ្ចឹងនៅអាក្រោមផ្ទះនេះគឺមានកន្លែងដាក់ខោអាវល្ងាដាក់អីចឹងទៅហើយមានកន្លែងអង្គុយលេងមានទទួលមានបន្ទប់ទឹកនៅខាងក្រោមមួយនេះមានបន្ទប់ទឹកមួយហើយនៅអានេះបន្ទប់នេះគឺបន្ទប់ទី1នៅខាងក្រោមហ្នឹងដោយសារយើងមានគ្នាតែ2នាក់អញ្ចឹងបន្ទប់នេះក៏ដាក់ទៅជាបន្ទប់អង្គុយធ្វើការទៅមិនមែនសម្រាប់ដេកទេតែបើយើងធ្វើវាជាកន្លែងដេកក៏បានដែរហើយកន្លែងអង្គុយលេងវាល្វឹងល្វើយនេះមើលទទួលមើលអីចឹងទៅហើយនេះជាក្រានបាយនេះគឺមានជាក្រានគេនេះមានគ្រប់បែបយ៉ាងសម្រាប់មកយើងធ្វើម្ហូបធ្វើអីហើយក៏មានកន្លែងដាក់គ្រឿងដាក់អីគឺទលាយសម្រាប់អ្នកចូលចិត្តធ្វើម្ហូបអីល្អមែនតើអញ្ចឹងនៅខាងកន្លែងមួយជ្រៀងនេះមានដាក់ចានដាក់អីអញ្ចឹងទៅហើយមានកន្លែងអង្គុយលេងនោះនៅខាងក្រោយនេះដែរនេះមានខ្ញុំដាំដំណាំដាំរុក្ខជាតិគ្មានដាក់នៅនេះហើយនៅខាងក្រោយផ្ទះយើងនេះគឺមានកន្លែងអង្គុយលេងមួយទៀតគេហៅ patio ហ្នឹងអង្គុយលេងនឹងបានតាខែក្តៅទេខែល្ងាអីហ្នឹងគឺអង្គុយមិនកើតទេត្រជាក់ខ្លាំងណាស់អញ្ចឹងតបពីហ្នឹងមកខ្ញុំនឹងនាំទៅមើលនៅជាន់ខាងលើថែមទៀតជាន់ខាងលើយើងមាន3បន្ទប់នៅក្រោមមានមួយបន្ទប់ហើយនឹងមានកន្លែងអង្គុយលេងហើយនឹងមានកន្លែងធ្វើម្ហូបនៅជាន់លើនេះខាងក្រៅនេះទលាយល្វឹងនេះយើងអាចធ្វើអីបានច្រើនទៀតតែឥឡូវមិនទាន់ធ្វើអីទេនៅនេះមាននេះកន្លែងបន្ទប់គេនេះសម្រាប់តាដាក់ម៉ាស៊ីនបោកខោអាវម៉ាស៊ីនសង្ងួតហ្នឹងអញ្ចឹងបោកខោអាវបោកអីគឺបន្ទប់មួយនេះហើយនេះបន្ទប់ធ្វើការរបស់ខ្ញុំណាអញ្ចឹងបន្ទប់ធ្វើការរបស់ខ្ញុំនេះដំបូងជាបន្ទប់ដេកទេតែមានណាដេកអស់អញ្ចឹងខ្ញុំត្រូវធ្វើការពីផ្ទះអញ្ចឹងទៅក៏ដាក់វាទៅជាបន្ទប់អង្គុយធ្វើការអញ្ចឹងទៅហ្នឹងគឺជាបន្ទប់មួយទៀតហើយនៅនេះមានបន្ទប់ទឹកមួយទៀតនឹងនេះក៏បន្ទប់មួយទៀតដែរបន្ទប់នេះគឺសម្រាប់បន្ទប់ដេកអញ្ចឹងគ្រប់បន្ទប់យើងទាំងអស់នេះក៏មានទទួលមានអីអញ្ចឹងទៅចឹងអីវ៉ាន់នៅក្នុងបន្ទប់ក្នុងផ្ទះហ្នឹងយើងទិញដាក់ថែមខ្លួនឯងនេះជាទូទៅហ្នឹងមានសបកផ្ទះឲ្យពេលយើងទិញដំបូងហើយនេះគឺជាបន្ទប់ធំដែលហៅថា master bedroom ហ្នឹងចឹងបន្ទប់នេះធំជាងគេហើយមានwalk in closet នេះយើងដើរចូលមកនឹងមានខោអាវមានអីហ្នឹងគឺដើរចូលបានហ្នឹងគេហៅ walk in closet ហើយនៅនេះក៏មានបន្ទប់ទឹកធំមួយទៀតដែរបន្ទប់ទឹកនេះធំមានកន្លែងដាក់អីវ៉ាន់នៅក្នុងបន្ទប់ទឹកទៀតចឹងអស់ហើយមានតែប៉ុណ្្នឹងឯងអរគុណច្រើន